ពេលវេលាដែលបង្ខំឲ្យជប៉ុនបើកទ្វារបន្ទាប់ពីជិត200ឆ្នាំនៃការបិទប្រទេសពីពិភពខាងក្រៅជប៉ុនត្រូវបង្ខំឲ្យបើកប្រទេសឡើងវិញនៅក្នុងឆ្នាំ1854តាមរយៈសន្ធិសញ្ញាសន្តិភាពនិងមិត្តភាពរវាងអាមេរិកនិងជប៉ុនតើមានមូលហេតុអ្វីដែលនាំឲ្យជប៉ុនសម្រេចចិត្តបើកទ្វារនោះមានមូលហេតុធំៗចំនួន3ដែលធ្វើឲ្យជប៉ុនសម្រេចចិត្តបើកទ្វារប្រទេសទី1គឺការរក្សាឯករាជ្យនិងសន្តិសុខជាតិជប៉ុនចង់ការពារខ្លួនពីការគំរាមកំហែងនិងការរក្សាអំណាចរបស់ខ្លួនទី2គឺការពារជាតិនិងការរារាំងសន្ធិសញ្ញាបានកំណត់ថាសហរដ្ឋអាមេរិកនឹងចូលរួមចំណែកការពារជប៉ុននិងមានតួនាទីជាដៃគូសន្តិសុខដ៏សំខាន់ទី3វិញនោះគឺរក្សាសន្តិភាពនៅអាស៊ីបូព៌ាសន្តិសុខរបស់ជប៉ុនត្រូវបានចងភ្ជាប់ជាមួយនឹងសន្តិភាពនិងសុវត្ថិភាពក្នុងតំបន់អាស៊ីបូព៌ាតែនៅក្នុងរចនាសម្ព័ន្ធសន្ធិសញ្ញានោះមានអត្ថន័យយ៉ាងដូចម្តេចរចនាសម្ព័ន្ធសន្ធិសញ្ញានេះវាគឺជាការការពារគ្នាទៅវិញទៅមកសហរដ្ឋអាមេរិកមានកាតព្វកិច្ចរារាំងការឈ្លានពានប្រឆាំងនឹងប្រទេសជប៉ុនហើយជប៉ុនវិញក៏ត្រូវផ្ដល់ឧបករណ៍សម្ភារៈនិងតំបន់ដល់សហរដ្ឋអាមេរិកដើម្បីគាំទ្រការការពារជាតិនិងការថែរក្សាសន្តិភាពនៅអាស៊ីបូព៌ាប៉ុន្តែទោះជាយ៉ាងណាក្តីសន្ធិសញ្ញានេះត្រូវបានគេចាត់ទុកថាជាសន្ធិសញ្ញាមិនស្មើគ្នាហេតុអ្វីបានជាសន្ធិសញ្ញានេះត្រូវបានចាត់ទុកថាមិនស្មើគ្នាទី1គឺដោយសារតែបាត់បង់ស្វ័យភាពពន្ធគយនៅក្នុងមាត្រាទី4កំណត់ថាអត្រាពន្ធពាណិជ្ជកម្មត្រូវកំណត់តាមកិច្ចព្រមព្រៀងជាមួយនឹងអាមេរិកជប៉ុនមិនអាចសម្រេចចិត្តដោយឯកឯងបាននោះទេទី2នោះគឺការទទួលស្គាល់យន្តការកុងស៊ុលមាត្រាទី6ចែងថាប្រសិនបើជនជាតិអាមេរិកប្រព្រឹត្តបទឧក្រិដ្ឋនៅជប៉ុននឹងត្រូវកាត់ទោសក្រោមច្បាប់អាមេរិកមិនមែនច្បាប់ជប៉ុនឡើយនេះបង្ហាញពីការបាត់បង់អធិបតេយ្យភាពដូច្នេះសន្ធិសញ្ញានេះត្រូវបានផ្ដល់ផលប្រយោជន៍ទៅដល់សហរដ្ឋអាមេរិកច្រើនជាងជប៉ុនហើយត្រូវបានគេចាត់ទុកថាមិនស្មើគ្នាទោះជាយ៉ាងណាក្តីវាបានបើកផ្លូវឲ្យជប៉ុនបញ្ចប់សម័យបិទប្រទេសនិងចូលរួមជាមួយនឹងពិភពលោកទំនើបហើយសន្ធិសញ្ញានេះមានសុពលភាពរហូតដល់ឆ្នាំ1940